សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Intro Animal កន្លែងដែលយើងស្វែងយល់អំពីសត្វនិងពិភពធម្មជាតិថ្ងៃនេះយើងនឹងមកស្វែងយល់អំពីមូលហេតុដំរីញីជាមេដឹកនាំក្រុមហេតុផលទាំងនោះគឺថាដំរីញីមានបទពិសោធន៍ជីវិតច្រើនដំរីញីធំជាដំរីដែលរស់យូរជាងនិងមានបទពិសោធន៍ក្នុងការរកអាហារទឹកនិងផ្លូវសុវត្ថិភាពពេលមានគ្រោះថ្នាក់ឬរដូវកាលក្តៅស្ងួតហួតហែងយ៉ាងណាក៏ដោយនាងនឹងដឹកនាំក្រុមទៅកន្លែងមានទឹកនិងអាហារនេះហើយជាមូលហេតុដែលសត្វទាំងក្រុមជឿទុកចិត្តនាងដំរីញីមានចិត្តថែរក្សានិងការពារខ្លាំងដំរីញីមានស្មារតីមេត្តាខ្លាំងណាស់ពួកនាងមិនត្រឹមតែថែទាំកូនខ្លួនឯងទេប៉ុន្តែថែទាំកូនដំរីទាំងអស់ក្នុងក្រុមដូចជាម្ដាយម្នាក់ដែលថែរក្សាកូនជាច្រើនដូច្នេះពេលមានគ្រោះថ្នាក់នាងអាចសម្រេចចិត្តបានលឿនថាតើត្រូវការពារឬរត់គេចដំរីញីចាស់មានអង្គចងចាំល្អបំផុតដំរីមានអង្គចងចាំល្អជាងសត្វភាគច្រើនម៉ែដំរីញីចាស់ចងចាំផ្លូវទន្លេកន្លែងមានសុវត្ថិភាពនិងទីមានសត្វប្រហារពេលមានគ្រោះថ្នាក់នាងអាចដឹកនាំក្រុមទៅទីសុវត្ថិភាពត្រឹមត្រូវនេះហើយជាមូលហេតុដែលការចងចាំរបស់នាងគឺជាថ្នាំសុវត្ថិភាពរបស់ក្រុមទាំងមូលដំរីឈ្មោលច្រើនតែងតែចាកចេញពីក្រុមដំរីឈ្មោលពេលដល់វ័យធំជាង15ទៅ20ឆ្នាំតែងតែចាកចេញទៅរស់នៅឯងឬក្រុមតូចនៃដំរីឈ្មោលដូច្នេះក្រុមដំរីដែលនៅជាមួយគ្នាបានយូរជាងគេគឺក្រុមដំរីញីនិងកូននៅក្នុងក្រុមនេះមេដំរីញីធំជាងគេតែងតែជាមេដឹកនាំក្រុមមេដំរីគឺជាមជ្ឈមណ្ឌលអារម្មណ៍និងស្មារតីក្រុមនៅពេលសមាជិកណាម្នាក់ស្លាប់ឬបាត់ទៅមេដំរីជាអ្នកដឹកនាំក្រុមឲ្យស្ងប់និងបន្តដំណើរទៅមុខទៀតនាងដឹកនាំដោយសេចក្តីស្រឡាញ់មិនមែនដោយកម្លាំងនេះហើយធ្វើឲ្យក្រុមដំរីមានភាពរួបរួមនិងជឿទុកចិត្តគ្នាយ៉ាងខ្លាំងសរុបសេចក្តីមកដំរីញីជាមេដឹកនាំក្រុមពីព្រោះនាងមានចិត្តថែរក្សាបទពិសោធន៍ជីវិតនិងអង្គចងចាំល្អបំផុតនាងដឹកនាំដោយសេចក្តីស្រឡាញ់មិនមែនដោយអំណាចបើអ្នកចូលចិត្តវីដេអូអំពីដំរីនេះសូមចុច like, subscribe និងចែករំលែកទៅមិត្តភ័ក្តិរបស់អ្នកនៅវីដេអូបន្ទាប់យើងនឹងនិយាយអំពីស្នេហារបស់ដំរីសូមអរគុណដែលបានមកទស្សនា